ជម្រាបសួរថ្ងៃនេះជួបជាមួយប្លុកថ្មីដៃថ្មីជាមួយខ្ញុំបាទពុទ្ធីតោះតោគេដឹងអស់ហើយងើបម៉ោង11ថ្ងៃត្រង់ហើយដល់ម៉ោងបាយហើយបើគេថាមានអ្នកដាស់ហើយយើងក៏បន្តសកម្មភាពយើងຕົករៀបចំកាសរៀបអីរៀបចំមួយទឹកទៅញ៉ាំបាយបាទវាជាសកម្មភាពយើងមួយទឹកសិនអូខេ A few moments later បន្ទាប់មកមួយទឹកហើយជូតសក់ឲ្យស្ងួតយ៉ាសក់នេះក៏ទីងទ្រើងដល់ហើយឥឡូវយើងកាត់បដល់យើងវគ្គដែលយើងរៀបចំខ្លួនទៅញ៉ាំបាយហើយអានេះពេលថាបន្ទាប់ពីមួយទឹកហើយដាក់កតាបមករកស្បែកជើងពាក់ហើយយ៉ាស់ជាមួយកតាតទៀតបិទទ្វារខ្លាចគេមកឃើញវីដេអូចាស់នៅក្នុងបន្ទប់ឥឡូវយើងបន្តទៅផឹកកាហ្វេបាទមិនដឹងជាបាយមុនឬផឹកកាហ្វេមុនទេយ៉ាពីរអ្នកសម្លាញ់ចុះទៅហើយយ៉ាដើរមួយបាទខ្លាចជាពុកជើងដួលព្រោះគេនារីខ្មែរអញ្ចឹងណាគេដើររៀងមួយអញ្ចឹងណាអាទៀតយើងចុះមកបាទមកដល់ក្រោមហើយយ៉ាចេញមកជះរៀងសង្ហាចូលបាច់គាត់តែគេពលឺថ្ងៃរត់ចង់រត់ទៅចូលផ្ទះវិញបាទព្រោះមនុស្សដូចបីសាអញ្ចឹងខ្លាចពលឺថ្ងៃដែរពងងើបស្មន់ហ្នឹងគាត់បើហើយរត់ដងមិនដែរងើបស្មន់ហ្នឹងទេបាទដេកតមកលេងកម្មវិធីមកយើងងើបទៅមួយទឹកទៅបដ ாய் តែហ្នឹងណាចេះងើបរកបាយណាបើខ្លាចដាច់ពុះងាប់ដែរបាទបន្ទាប់ពីខ្លាចដាច់ពុះងាប់ក៏យើងធ្វើដំណើរទៅរកអីញ៉ាំបាទថ្ងៃហ្នឹងវត្តញ៉ាំអីអត់កាលនេះខ្លាចដាច់ពុះងាប់ហ្នឹងហើយធ្វើដំណើរទៅកាត់ហាងបាយក៏ជួបគ្នាឯងហើយក៏ស្និទ្ធស្នាលជាមួយគ្នាគេស៊ូនាំបាទនោះសិតតាតារាជើងចាស់កន្លែងហ្នឹងខ្ញុំចង់និយាយថាគាត់សិតតាតារាជើងចាស់បាទម្នាក់បាទប្រចាំនៅកម្ពុជាបណ្ដោយបាទអ្នកណាក៏ស្គាល់ដែរសិតតាតារាជើងចាស់បាទនេះម្នាក់នេះក៏ជើងចាស់ម្នាក់នេះក៏ជើងចាស់បាទតារាជើងចាស់ហើយបាទហើយក៏ចិត្តពុកផុយដែរកំពុងតែញ៉ាំបាយគ្មានហ្វាល់បន្តិចទេបាទម្នាក់ចេះញ៉ាំបាយខនបើហើយរដងញ៉ាំតែស្រូវសាលីទេបាទឥឡូវយើងអង្គុយប៉ុកមកបាទញ៉ាំបាយហើយរកសុំបាយគេញ៉ាំតែមានគេអត់ឲ្យញ៉ាំក៏ងើបចេញមកវិញមកឥឡូវយើងបន្តទៅមុខទៀតបើគេថាលឺសូកញ្ញាថាអូនៅកំពុងចាមផ្សារសាមគ្គីហ្នឹងមានឲ្យយីលោកច្រើនណាអញ្ចឹងយើងទៅទស្សនៈឬជាទស្សនាមើលផ្សារហ្នឹងវាមិនវិញម៉ែមាននារីក្មេងៗអីស្អាតច្រើនទេបាទស្អាតទេខ្ញុំដើរមើលទៅបាទជាចំណៃភ្នែកមួយដែរបាទខ្ញុំគ្រប់ត្រូលលោកអើយលោកពេញដំហឹងហ្មងគេថាមកដល់នេះចង់រៀបរែកចង់បួលឲ្យទៅផ្ទះវិញខ្ញុំថាអត់ទេខ្ញុំត្រូវតែទៅមើលស្រីស្អាតនៅកំពង់ចាបសិនកុំឲ្យខាតជើងបាទហើយពិភាក្សាគ្នាថាមិនខ្លាំងមកញ៉ៃនារីបានមួយមកនៅទាំងអស់គ្នាបដ ாய் យើងមិនជឿឯងទេឥឡូវសកម្មភាពយើងនៅតែបន្តធ្វើដំណើរទៅមុខទៀតបាទមេឃក៏ក្តៅបាទខ្ញុំក៏ក្តៅហើយម្នាក់ដូចជាលេះហាលអញ្ចឹងបាទដើរទៅទូដៃទៅទូជើងហើយបាទហើយគឺថាយើងចង់ booking pass app ជិះបន្តិចយើងចង់ដើរបន្តិចបែរខ្ញុំគិតថាដើរទៅវាល្អជាងបាទព្រោះអារម្មណ៍មួយប្លែកអញ្ចឹងណាព្រោះម្នាក់ដូចជាលេះហាលអញ្ចឹងមកមើលទៅមេឃទៅដឹងហើយគឺថាបើយើងធ្វើដំណើរបើក៏ចិត្តដល់ផ្សារដែរហើយដល់បាទដល់ចិត្តដល់ផ្សារក៏យើងជួបអ៊ីលក់ស្វាយបាទគេថាចង់ទិញស្វាយគាត់ទៅឃើញស្វាយគាត់តំណងប៉ុន្តែលក្ខណៈថាយើងអាឡែស៊ីមួយស្វាយព្រោះអត់មានលុយទិញហ៎ពិបាកអញ្ចឹងហ្នឹងហើយដូចខ្ញុំថាអញ្ចឹងបាទគ្មានទីស្អីទេព្រោះយើងអាឡែស៊ីជាមួយស្វាយអញ្ចឹងលើកចោះលើកឡើងបងអ្នកទិញដដែលអញ្ចឹងគ្មានទិញទេព្រោះអត់លុយអញ្ចឹងយើងក៏ដើរចូលផ្សារចូលទៅមើលបាទបន្លែប្លុកសាច់ជ្រូកមានអីច្រើននៅក្នុងហ្នឹងបាទផ្សារសាមគ្គីណាបងប្អូនដែលនៅកំពង់ចាមបងប្អូនប្រកាសជាស្គាល់ច្បាស់ជាងខ្ញុំហើយកន្លែងនេះបាទនាំគាត់មកដើរមើលគ្រឿងកោបតែចូលចំកន្លែងគេលក់
ឆ្នាំងចានហ្នឹងហើយយើងក៏បន្តដំណើរមករកកន្លែងលក់គ្រឿងក្អោបជូនបាទនារីយើងមកទិញគ្រឿងក្អោបអីចឹងណាហ្នឹងហើយជូនមកទៅឲ្យគាត់ដើរមើលមើលនេះមើលនោះបាទអូប៉ាកែណាគាត់មើលប៉ាកែមើលណាបាទប៉ាកែណាម្នាក់មកចូលមើលចាស់មើលឡើងអត់ទិញទេបាទគេអត់ទិញទេខ្ញុំថាបើអត់ទិញទេមិនមកឲ្យយើងមកទៅផ្ទះវិញពូមេក្តៅណាបាទខ្ញុំមិនចង់នៅប្រហែលទេមេក្តៅចេះនោះហើយបន្ទាប់មកក៏យើងឈានចូលមើលកន្លែងមកជូរអញ្ចឹងណាឃើញអំបិលគឺតដងណាបាទនេះបើសិនជាមានអូនណានៅនឹងស្គាល់គ្នាខ្ញុំទិញឲ្យញ៉ាំបដ ாய் ប៉ុន្តែដោយសារយើងគ្មានស្នេហាគ្មានអ្នកស្គាល់គ្មានអីអញ្ចឹងក៏យើងឡងចាញ់ទៀតហើយបន្ទាប់ពីចេញពីបញ្ជូរមកយើងធ្វើដំណើរបន្តមកទៀតបាទស្មានតែគាត់តាណាលោកអើយមកចូលកន្លែងគ្រឿងក្អោបកដែលvàគ្រឿង make up ចូលចិត្តណាស់ហើយគេថាដើរតាមគាត់មកព្រឹកហើយពេលនោះខ្ញុំចង់និយាយថាដើរតាមគាត់មកព្រឹកហើយហ្នឹងលទ្ធផលដែលទទួលបានពីផ្សារមកគឺបានត្រឹមថាស្វាយមួយថង់ទិញពីព្រឹកហ្នឹងហើយនឹងបញ្ជូរមួយថង់តែប៉ុណ្ណឹងហើយខ្ញុំចេះតែដើរមើលចាស់មើលឡើងទៅព្រោះវាមិនមែនជាអ្វីដែលយើងចង់បានអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីចេញពីផ្សារមកយើងក៏មករកកាហ្វេជាក់ញ៉ាំអីអញ្ចឹងណាហ្នឹងហើយមកដល់នេះយើងក៏ម៉ងអាយឡាតេមួយបាទស្ករ 40% បាទគេថាអាយឡាតេហ្នឹងស្អីគេបងប្អូនគឺជាកាហ្វេទឹកដោះគោហ្នឹងបាទប៉ុន្តែឃើញនំពេញគេធ្វើចឹងយើងចង់កាត់តាមហ្នឹងហើយយើងចង់ឲ្យតន់ trend គេអញ្ចឹងណាបាទហើយអាយឡាតេបន្ទាប់ពីកំងហើយយើងក៏អង្គុយលេងហើយក៏បានអាយឡាតេញ៉ាំបឹបតិចចិត្តណាបាទមីក្តៅអញ្ចឹងណាហើយបន្ទាប់មកខ្ញុំក៏ធ្វើដំណើរចេញពីហាងកាហ្វេវិញយើងត្រៀមខ្លួនទៅ perform កម្មវិធីនៅក្នុងល្ងាចហ្នឹងហើយដល់បន្ទាប់ពីដើរចេញពីហាងកាហ្វេមកជួបបងប្រុសកន្លែងញ៉ាំបាយពីព្រឹកមិញតែខ្ញុំជួបបងស្រីពីរនាក់ព្រឹកមិញហ្នឹងហើយក៏ចូលស្នាមមួយគាត់មិនបន្តិចក៏យើងឈានមកដល់ផ្ទះហើយយើងកាត់មកចូលកន្លែងនេះហើយយើងទៅរៀបចំទៅ perform យើងទៅ stand by ចាំអញ្ចឹងណានេះជាសកម្មភាពក្រុមការងារកំពុងតែធ្វើដំណើរទៅគេថាម្នាក់និយាយហូមទៅម្នាក់ហើយគ្មានខ្វល់ជាមួយនឹងខ្ញុំទេខ្ញុំថតផ្សេងទៅគេផ្សេងទៅហើយយើងកាត់ចូលមកដល់កន្លែងមុខឆាកនេះយើងមកដល់កន្លែងដែលយើងធ្វើ perform ហើយយើងក៏ធ្វើដំណើរទៅកន្លែង stand by នៅក្រៅឆាកបុគ្គលិកល្អគេមកអញ្ចឹងឃើញទេបន្ទាប់ពីយើងធ្វើដំណើរមកក៏យើងដើរមួយអូខេយើងធ្វើសឡឹងនេះសឡឹងនោះអញ្ចឹងណាហើយបន្ទាប់មកក៏ឃើញក្រុមការងារកំពុងតែបំពេញចន្លោះខ្វះខាតនៅកន្លែងឆាកយើងធ្វើដំណើរមកធ្វើដូចយើង blogger ល្បីអញ្ចឹងបាទគឺដើរមកទៅក៏ខ្ញុំដាក់គេព្រោះរឿងអៀនព្រោះយើង blog យើងដំបូងវិញអញ្ចឹងហើយជួបប្រុសសាទណាមកតាំងមុនឯងទៀតណាហ្នឹងហើយបន្ទាប់មកយើងចូលកន្លែងដែលយើង stand by ហើយនេះបាទហើយនេះជាឆាកហើយនេះគឺជារូបស្លឹកដែលខ្ញុំថតចុងក្រោយយើងទៅប្លុកខ្ញុំមានតែប៉ុណ្ណឹងទេអត់មានអីច្រើនទេអញ្ចឹងក៏សូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាអរគុណ